បាទប្រៀបសួរបងប្អូនទាំងអស់គ្នាបាទតេតងព័ត៌មានថ្មីមកដល់ទៀតហើយតេតងរឿងស្ដេចស្រីថៃម្នាក់នេះហើយដែលជាមេកំណិតដែលផ្ដល់នៅមូលនិធិទៅដល់ទាហានដល់កងទ័ពថៃហ្នឹងដើម្បីធ្វើជារបងឬក៏សង់របងដើម្បីយកដីខ្មែរហើយបើថាធ្វើនៅទឹកដីវាទៅយើងមិនថាទេអានេះវាធ្វើនៅទឹកដីខ្មែរហ្នឹងហើយអញ្ចឹងប្រទេសគេសាមគ្គីគ្នាអញ្ចឹងគេអត់ខ្វល់ទេគេសំខាន់គេយកបានទឹកដីយើងហើយប៉ុន្តែខ្មែរយើងវល់តែឆ្លោះគ្នាមិនសាមគ្គីគ្នាទេដឹងតែអស់ដីហើយហ្នឹងហើយដឹងតែអស់ដីហើយនាំគ្នាគិតចារណាកន្លែងហ្នឹងតិចទៅហ្នឹងហើយប្រទេសថៃគេសាមគ្គីគ្នាតាំងពីស្ដេចតាំងពីប្រជាជនតាំងពីកងទ័ពតាំងពីទាហានគេអត់ខ្វល់ទេហ្នឹងហើយយកចារណាទៅគេធ្វើយ៉ាងណាឲ្យយកទឹកដីខ្មែរបានអាហ្នឹងយើងចារណាទាំងអស់គ្នាទៅមើលប្រវត្តិសាស្ត្រយើងដឹងហើយហ្នឹងហើយគេឆ្លោះគ្នាមែនក៏ប៉ុន្តែទឹកដីក៏រីកអញ្ចឹងណាហ្នឹងហើយវាជាផុសតាងមួយហ្នឹងដើម្បីបញ្ជាក់ឲ្យយើងបានដឹងទាំងអស់គ្នាចំពោះខ្មែរយើងមួយតាំងពីដើមមកឃើញទេឆ្លោះតែគ្នាឆ្លោះគ្នាផ្ទៃក្នុងបែកបាក់គ្នានឹងមួយរត់តពឹងខាងលិចមួយរត់តពឹងខាងកើតពឹងចុះពឹងឡើងនឹងនៅសល់បានតែបន្តិចអានោះវាអញ្ចឹងការដែលបែកបាក់គ្នាការដែលមិនទុកចិត្តគ្នាការដែលមិនសាមគ្គីគ្នាមិនធ្វើជាប្រទេសមួយដែលរឹងមាំធ្វើជាប្រទេសដែលទន់ខ្សោយកាលណាប្រទេសយើងក្រទន់ខ្សោយអាហ្នឹងទៅចំណាមកចំណៃគេមើលងាយជាប្រមាថដែរអាហ្នឹងឥឡូវយើងមិនបាច់បន្ទោសណាទេអាហ្នឹងយើងពិចារណាអស់គ្នាទៅសប្តាហ៍ថ្ងៃយើងដឹងហើយហ្នឹងហើយតាំងពីសេដ្ឋកិច្ចតាំងពីអ្វីគ្រប់សពបែបយ៉ាងឃើញទេហ្នឹងហើយយើងនាំចូលពីប្រទេសថៃទៅតែមានសង្គ្រាមថៃយកទឹកដីទៅឃើញការកាត់បន្ថយការនាំចូលនោះបានខ្លះហ្នឹងស្អីក៏ប្រើរបស់គេណាពេញនិយមរបស់គេឲ្យតម្លៃរបស់គេណាអត់គិតធ្វើខ្លួនឯងខំហ្នឹងហើយខំធ្វើខំផលិតនៅក្នុងស្រុកខ្លួនឯងអត់ជួយពង្រឹងពង្រីកខ្លួនឯងអញ្ចឹងណាហ្នឹងហើយប្រើរបស់គេអញ្ចឹងអាហ្នឹងវាអញ្ចឹងយើងចារណាអស់គ្នាហ្នឹងហើយយើងត្រូវស្វះស្វែងធ្វើយ៉ាងណាផលិតខ្លួនឯងឲ្យល្អឲ្យមានគុណភាពសម្រាប់ប្រើនៅក្នុងប្រទេស